ចាំសួរទៅខាងបងស្រីថាតើខាងក្រសួងអប់រំបានដឹងអំពីព័ត៌មានឬក៏បានធ្វើការស្រាវជ្រាវដែរទេទៅលើការបង្កើតនៅក្រុមគេហៅថាក្រុមនៅតាមសាកលវិទ្យាល័យមួយមានសមាគមនិស្សិតអញ្ចឹងនៅក្នុងសមាគមនិស្សិតនៅតាមសាកលវិទ្យាល័យរដ្ឋនីមួយបង្កប់ទៅដោយគេហៅថាក្រុមយុវជនបាក់មានកប្រមាណមិនដឹងទេប៉ុន្តែបើតាមការសង្កេតរបស់ខ្ញុំតាមការដែលខ្ញុំធ្លាប់ដែរមានន័យថាធ្លាប់ជាយុវជនដែរយុវជនដែលគេហៅថានៅទីខាងក្រៅខ្នងនៃសមាគមនិស្សិតនៅតាមសាកលវិទ្យាល័យតែក្រសួងបានដឹងទៅលើដំណឹងនេះទេបានធ្វើការស្រាវជ្រាវដែរទេទី2ថាតែនៅពេលដែលដឹងបើសិនជាដឹងថាមានដំណឹងហើយឬក៏មិនទាន់ដឹងទេតើក្រសួងមានយុទ្ធសាស្ត្រក៏វិធានការបែបណាទៅលើសកម្មភាពដែលយើងហៅថាសកម្មភាពដែលបង្កប់ពីក្រៅក្នុងនៃការផ្សព្វផ្សាយទៅលើផលប្រយោជន៍របស់គណៈបកនយោបាយមួយនៅក្នុងស្ថាប័នរដ្ឋឬក៏ស្ថាប័នឯកជនព្រោះអីវាហាក់បីដូចជាមានភាពទុយស្រឡះទៅនឹងដែលយើងហៅថាសេចក្តីប្រកាសរបស់ក្រសួងអប់រំថ្មីកាលពីខែមុនអញ្ចឹងខ្ញុំមួយទៀតខ្ញុំលើកទឹកចិត្តឲ្យមានការខ្ញុំនៅតែទទួលសុំដំណើរទៅតាមក្រសួងអប់រំទទួលសុំឲ្យមានការកែប្រែក្នុងការមិនអនុញ្ញាតឲ្យមានការផ្សព្វផ្សាយអំពីសកម្មភាពនយោបាយបើយើងនិយាយអំពីសកម្មភាពនយោបាយវាខុសអំពីការផ្សព្វផ្សាយពីគណៈបកនយោបាយវាខុសគ្នាដាច់ស្រឡះបើនិយាយពីសកម្មភាពនយោបាយគ្រូសង្គមវិទ្យាគ្រូទស្សនវិទ្យាគ្រូសង្គមកិច្ចគាត់មានឱកាសជួបសិស្សគាត់មានឱកាសក្នុងការនិយាយវិភាគអំពីបញ្ហាសង្គមនយោបាយដល់ដល់ណាទីរដ្ឋាភិបាលអនុវត្តបែបណាគណៈបកប្រឆាំងអនុវត្តបែបណាវាទៅស្រឡះទៅនឹងការគិតគូររបស់យុវជនបែបណាអានឹងហើយគឺជាការលើកទឹកចិត្តគួរតែខ្ញុំនៅតែទូទៅដែរគឺគួរតែដកចំណុចនេះចេញអំពីខាងសាធារណជនខ្ញុំសូមគាំទ្រប្រកាសរបស់ក្រសួងដែលមិនអនុញ្ញាតឲ្យយុវជននិស្សិតហ្នឹងធ្វើនយោបាយនៅក្នុងសាលាមូលហេតុដែលខ្ញុំគាំទ្រហ្នឹងចង់និយាយថាគាត់បកស្រាយមកមានត្រឹមត្រូវគឺសិស្សនិស្សិតពីការចម្បងរបស់គាត់គឺត្រូវតែខំរៀនយើងអាចចំណាយពេលអីផ្សេងដើម្បីធ្វើឲ្យគុណភាពការសិក្សាយើងចង់ខ្សោយទេក៏ប៉ុន្តែការដែលមិនឲ្យយើងធ្វើនយោបាយក្នុងសាលាហ្នឹងមិនបានថាយើងបិទសិទ្ធិសេរីភាពទេសិទ្ធិសេរីភាពបញ្ចេញមតិនយោបាយយុវជនមួយណាក៏មានដែរក្នុងនាមយើងជានិស្សិតគាត់ថាមិនឲ្យបញ្ចេញមតិមិនឲ្យធ្វើនយោបាយក្នុងសាលាហ្នឹងមិនមែនយើងបាត់បង់សិទ្ធិហ្នឹងទេរដ្ឋធម្មនុញ្ញយើងការពិសិដ្ឋហ្នឹងហ្មងអញ្ចឹងបងជាសិស្សនិស្សិតបងនៅតែមានសិទ្ធិធ្វើនយោបាយអញ្ចឹងប៉ុន្តែគាត់ថាយើងធ្វើនិស្សិតពេលដែលយើងចេញពីថ្នាក់រៀនយើងធ្វើនយោបាយទៅចប់យើងមានសិទ្ធិជួបជុំគ្នាញ៉ាំកាហ្វេញ៉ាំអីទៅណាទៅណីធ្វើនយោបាយចប់ប៉ុន្តែនៅពេលមករៀនគឺយើងត្រូវរៀនគួរតែរៀនគួរគ្រូបរិញ្ញាបត្រមិនធ្វើចឹងអត់មានចេញមតិដើម្បីប៉ះពាល់ដល់គុណភាពការសិក្សាហ្នឹងខ្ញុំចង់ជម្រាបរឿងឡើងហ្នឹងហើយមិនដែលអាត្មាចង់និយាយថាចំពោះរឿងនយោបាយគេឲ្យនិយាយក្នុងថាមិនធ្វើនិយាយកន្លែងក្រសួងសេចក្តីប្រកាសហ្នឹងគឺនិយាយអត់ឲ្យនិយាយទៅអាត្មារៀននយោបាយមានមុខវិជ្ជាមួយនោះវិភាគនយោបាយអាចនិយាយអីអាចទៅនិយាយអីឡើយអញ្ចឹងគេថាវាអីគេពាក់ទៅនឹងសិទ្ធិកន្លែងដល់សិទ្ធិកន្លែងសិទ្ធិសេរីភាពកន្លែងហើយច្បាប់រដ្ឋធម្មនុញ្ញយើងការពារសិទ្ធិមានគេថាការពារសិទ្ធិប្រមាថគេថាវាគុំគាត់អាកន្លែងនេះឲ្យយើងមានសិទ្ធិនិយាយបានហើយសូម្បីតែនិយាយបានទៅក្នុងទៅធ្វើទៀតមិនបានអញ្ចឹងច្បាប់កន្លែងនេះតែសេចក្តីប្រកាសនេះមកចង់និយាយលើមកគីឡូវាអាចប្រាក់ចាក់ពីរបស់ពេកប៉ុន្តែដល់ពេលគេលើឡើងដល់ទៅហើយសូមនិយាយដល់ទៅមកអាត្មាមួយវិភាគនយោបាយនៅក្នុងប្រទេសវិភាគនយោបាយពិភពលោកដល់ពេលអត់ឲ្យយើងនិយាយនយោបាយឲ្យយើងនិយាយវិញអញ្ចឹងអាត្មាសួរទៅអ្នកនេះអ្នកស្គាល់ដូចទីក្រុមសេដ្ឋានីដែលគាត់និយាយដែលមកពីខាងក្រសួងអប់រំអញ្ចឹងអាត្មាសូមសួរថាតើឲ្យការចេញសេចក្តីបែបនេះវាធ្វើឲ្យប៉ះពាល់ទៅដល់សិទ្ធិសេរីភាពរបស់អ្នកដែលសិក្សាអំពីវិទ្យាសាស្ត្រនយោបាយដែរទេឬមួយជាពិសេសសិស្សក្នុងថ្នាក់មកសិស្សនៅពេលដែលអត់ឲ្យនិយាយនយោបាយទៅពីប្រឡងចេញពីគោលនយោបាយផ្នែកឆ្នើរបស់សម្ដេចចេញអំពីបព្វសន្តានាហើយអាសំណួរហ្នឹងក៏ទៅសួរបន្តិចអញ្ចឹងទៅសួរថ្មីនេះឆ្លើយបន្តិចឡើងដល់ផងបទសាស្ត្រលក្ខណៈនឹងគឺជាបញ្ហាចោលមួយសម្រាប់ក្រសួងអញ្ចឹងមកសួរថាតើការដែលចេញសេចក្តីប្រកាសបែបនេះវាអាចប៉ះពាល់អ្វីខ្លះដល់មនុស្សទៅដូចជាសិទ្ធិនៅក្នុងការអប់រំរបស់ក្រសួងអរគុណអរគុណទៅនឹងសេចក្តីណែនាំអំពីការធានាអភិជាប្រតិភិបនៅក្នុងគ្រឹះស្ថានរដ្ឋមិនមែនជាការកំណត់របស់ក្រសួងទេអ្វីដែលលើកគឺបានកំណត់នៅក្នុងច្បាប់រដ្ឋធម្មនុញ្ញច្បាប់ស្តីពីការអប់រំក្រសួងជាអង្គការនិយាយប្រតិបត្តិអនុវត្តនៅអ្វីដែលបានកំណត់ដោយច្បាប់អញ្ចឹងយើងគ្រាន់តែធានាថាអនុវត្តច្បាប់ទេទី1ទី2ភាពអភិជានៅក្នុងគ្រឹះស្ថានសិក្សាមិនមែនបិទសិនមិនឲ្យអូនធ្វើនយោបាយទេប៉ុន្តែដើម្បីធានាគុណភាពនៃការអប់រំ
ជាងឃើញថាគុណភាពការរកពាក់ព័ន្ធទៅនឹងកម្មវិធីសិក្សានិងម៉ោងសិក្សាបងប្អូនមានកម្មវិធីសិក្សាអត់ខ្ចោះហើយប៉ុន្តែម៉ោងសិក្សាបងប្អូនមិនអាចបំពេញឆ្លើយតបទេឧទាហរណ៍ថាមួយឆ្នាំសិននេះហើយណាត្រូវទទួលបានការអប់រំប្រហែលម៉ោង800ម៉ោងឬ1000ម៉ោងតែក្នុង800ម៉ោងឬ1000ម៉ោងហ្នឹងវាបាត់អស់ពាក់កណ្ដាលហើយដោយសារតែអ្នកដែលធ្វើការបណ្ដុះបណ្ដាលហ្នឹងគាត់យកម៉ោងហ្នឹងទៅនិយាយរឿងផ្សេងម៉ោងនេះទៅពង្រឹងរឿងអនិច្ចជាមេរៀនវិទ្យាគាត់យក 30% 50% ទៅរឿងនយោបាយតើវាឆ្លើយតបទេតើគុណភាពអប់រំនឹងអាចទទួលយកបានទេវាភាពពាក់កណ្ដាលប្រព័ន្ធគ្នាតែបងអាចប្រើសិលនយោបាយនៅក្រៅសាលារៀនបានមានមធ្យោបាយច្រើនតែបងអាចចូលរួមនៅក្នុងសកម្មភាពនយោបាយបានមិនឲ្យធ្វើនយោបាយក្នុងសាលាវាមានបញ្ហាចំពោះយើងជំរុញលើកទឹកចិត្តឲ្យបងប្អូនយុវជនបង្កើតជាសមាគមដើម្បីជួយគ្នាក្នុងសាលាក្នុងនេះនេះជាលទ្ធភាពមួយបើប្រកាសបងប្អូនចង់ផ្លោឲ្យទៅជាក្រុមវិទ្យាសាស្ត្រសិក្សានៅពេលណាដែលយើងបិទថាមិនឲ្យធ្វើនយោបាយក្នុងសាលាតើសមាគមហើយអង្គការផ្សេងទៀតដែលបង្កើតនៅក្នុងស្ថាប័នស្ថាប័នសាធារណៈនោះតើមានការទទួលខុសត្រូវហើយជជែកពីរឿងអ្វីផ្សេងក្រៅពីរឿងការសិក្សាអប់រំចូលដល់នយោបាយនោះតើវាទៅជាយ៉ាងម៉េចតាមហ្នឹងហើយដែលគេប្រចាំប្រយ័ត្នទីបំផុតក្នុងការគ្រប់គ្រងដែលគេឲ្យឈ្មោះថាប្រព័ន្ធគ្រប់គ្រងត្រូវមានស្តង់ដារតែមួយគេមិនឲ្យមានស្តង់ដារពីរទេតែកាលមានស្តង់ដារពីរវាឲ្យបងប្អូននិស្សិតយុវជនមើលឃើញទៅគេឲ្យឈ្មោះថាអយុត្តិធម៌ដល់ពេលនោះវាខ្លាយទៅជាអយុត្តិធម៌សង្គមវាខ្លាយទៅជារឿងមួយដែលធ្វើឲ្យមានបញ្ហាមួយទេដូច្នេះការគ្រប់គ្រងដឹកនាំគេប្រចាំប្រយ័ត្នគេថាគេត្រូវតែគោរពហើយអនុវត្តតាមស្តង់ដារតែមួយតែកាលមានស្តង់ដារពីរគឺប្រកាសជាមានបញ្ហាពីព្រោះបងប្អូនយុវជនជាភាពស្អាតស្អំមួយមិនទទួលយកទេភាពអយុត្តិធម៌បងប្អូនយុវជនមានភាពស្អាតស្អំមួយមានបញ្ញាមានវ័យរហ័សរហួនក្នុងការគិតចារណាបងប្អូនយុវជនសិស្សមានសេចក្តីក្លាហាននេះជាកត្តាសំខាន់របស់យុវជនដែលគេឲ្យតម្លៃទៅលើនិស្សិតយុវជនថាទី1បញ្ញាវាវ័យក្នុងការគិតគូរទី2ក្លាហានសាមគ្គីភាពនៅក្នុងនាមជាយុវជនហើយទី3ក្នុងការចូលរួមគិតធ្វើពីព្រោះបងប្អូននៅមិនទាន់ទៅបំពេញការងារនៅមិនទាន់មានគ្រួសារដែលគេឲ្យឈ្មោះថាមិនទាន់ជាប់ប្រឡូកក្នុងសង្គមមិនទាន់ប្រឡាក់ប្រឡូកនឹងរឿងអំពើពុករលួយពីព្រោះពេលនៅភាពជាយុវវ័យគឺគេឲ្យឈ្មោះថានៅភាពស្អាតស្អំដែលមានកណ្ដាលក្នុងគុំ